សួស្តីអ្នកនរគ្នា Game of Thrones បានធ្វើត្រឡប់មកវិញហើយនៅក្នុងឈុតនេះមានព្រឹត្តិការណ៍មួយចំនួនដែលនៅក្នុងនោះ Tyrion បន្ទាប់ពីត្រូវបានដកតំណែងពី Hand of the King ឥឡូវនេះគាត់បានឡើងធ្វើជា Master of the Coin ដែលភាសាខ្មែររបស់យើងហៅថារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងនោះគាត់បានរកឃើញថានៅ King's Landing អាណាចក្ររបស់គាត់ដែលកំពុងកាន់កាប់នឹងជំពាក់បំណុលគេច្រើនហើយនឹងបញ្ហាធ្ងន់ធ្ងរដែលត្រូវដោះស្រាយចំណុចមួយទៀត Daenerys គាត់បានមកដល់ទីក្រុងមួយដែលមានឈ្មោះថា Astafor ការដែលមកទីនេះគឺដើម្បីចរចាដោះដូរយកកងទ័ព 8000 នាក់ជាមួយនឹងនាគមួយក្បាលរបស់គាត់នៅមានឈុតសំខាន់ជាច្រើនទៀតនៅក្នុងនោះចង់ដឹងថាសាច់រឿងយ៉ាងណាតាមដានជាមួយ admin ដល់ចោលទៅមុនចូលដល់សាច់រឿង admin សុំទោសទុកជាមុនផងរកកំហុសឆ្គងកើតឡើងដោយចេតនាដោយនិយាយញាប់ពេកឬក៏យកច្រឡំសាច់រឿងកន្លែងណាខ្លះសម្រាប់ការគ្រប់គ្រងការសម្រាយវីដេអូរបស់ admin ទោះបីជាវាតិចឬច្រើនប៉ុន្តែវាមានន័យណាស់សម្រាប់ admin ដែលនេះវាបានបញ្ជាក់ពីការឆ្លាញ់ពីអ្នកនរគ្នាចំពោះ admin ហើយក៏ជាកម្លាំងចិត្តធំដែរបន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់ឪពុក Catelyn ឥឡូវនេះពួកគាត់បានមកដល់តំបន់មួយដែលមានឈ្មោះថា River Run កំពុងតែរៀបចំបូជាសាកសពឪពុករបស់ Catelyn ដែលគាត់មានឈ្មោះថា Hoster Tully ជាមួយគ្នានឹងម្ដងម្នាក់នេះគាត់គឺជាកូនបង្កើតដែលត្រូវសំណងតំណែងបន្តហើយគាត់មានឈ្មោះថា Emmer Tully លើកធ្នូបាញ់ដើម្បីបូជាសាកសពទៅនឹងប៉ុន្តែពីបេះដូងហើយមិនត្រូវសោះហើយឥឡូវនេះវាហូរកាន់តែឆ្ងាយទៅហើយអាប៉ែមួយនោះគាត់ឃើញអញ្ចឹងគាត់ថាដូចជាមិនកើតទេមកឲ្យថយចេញទុកឲ្យបាញ់វិញអាប៉ែហ្នឹងគាត់មានឈ្មោះថា Brynden Tully គឺជាប្អូនប្រុសបង្កើតរបស់ឪពុក Catelyn បន្ទាប់ពីបូជាសាកសពហើយចូលមកក្នុងខាងក្នុងនេះ Emmer Tully និយាយស្មើជាមួយនឹង Robb Stark ព្រោះសារកតនៈរបស់គាត់គឺជាពូអញ្ចឹងទៅ Brynden Tully គាត់និយាយថានេះគឺជាស្ដេចគោរពគេផងទៅពួកគាត់កំពុងនិយាយអំពីការប្រយុទ្ធរបស់ Stark ហើយជាមួយនឹងកងទ័ពរបស់ Tywin វាប្រយុទ្ធយ៉ាងម៉េចទៅ Robb Stark ក៏កំពុងសួរនាំថាការប្រយុទ្ធនោះយ៉ាងម៉េចទទួលបានលទ្ធផលអីខ្លះ Edmure ក៏តបមកវិញថាកងទ័ពរបស់គាត់មានប្រៀបជាងកងទ័ពរបស់ Tywin ខ្លាំងណាស់ពួកនោះមិនអាចទប់ទល់ជាមួយកងទ័ពរបស់គាត់បានទេនិយាយចេញមកទាំងមោទនភាពហើយនឹងអួតអាងខ្លាំងមែនទែនអញ្ចឹងទៅ Robb Stark និយាយថាទង្វើបែបនេះធ្វើឲ្យខូចការរបស់គាត់អស់ហើយតាមពិតទៅគាត់មានចេតនាឲ្យកងទ័ពរបស់ Tywin មកឲ្យច្រើនដេញតាមគាត់ទៅដល់ជួបភ្នំនៅទិសខាងលិចដល់ពេលនោះគាត់នឹងយកទ័ពព័ទ្ធវាយពីក្រោយវិញដើម្បីសម្លាប់ចោលទាំងអស់ Edmure គាត់និយាយថាមិនអីទេទោះបីជាផែនការនេះវាខូចបន្តិចក៏ដោយប៉ុន្តែគាត់ចាប់ចំណាត់ខ្មាំងបាន4 5 6នាក់ដែរដែលនៅក្នុងនោះសិតតែមានសាច់ញាតិហើយនឹងកូនចៅរបស់គ្រួសារ Lannister ក៏ប៉ុន្តែ Robb Stark និយាយថាឥឡូវនេះនៅក្នុងដៃរបស់ Tywin មានបងប្អូនស្រីរបស់គាត់2នាក់នៅទីនោះកំពុងនិយាយថា Tywin គាត់មិនសូវជាខ្វល់ជាមួយនឹងគ្រួសារសាច់ឆ្ងាយរបស់គាត់ប្រហែលទេអញ្ចឹងមានន័យថាចំណាត់ខ្មាំង Lannister ដែលចាប់បានទាំងប្រហែលមកហ្នឹងគឺវាអត់ប្រយោជន៍បន្តសួរទៀតថាកងទ័ពរបស់គាត់នឹងស្លាប់ប្រហែល Edmure ក៏ឆ្លើយថាស្លាប់តែ208នាក់ទេប៉ុន្តែកងទ័ពរបស់ Tywin ស្លាប់ច្រើនជាងនេះក៏ប៉ុន្តែ Robb Stark នៅតែបណ្ដោះចិត្តកំពុងស្ដីបន្ទោថាបើសិនជាគាត់មានការអត់ធ្មត់ជាងនេះកងទ័ពរបស់ Tywin ប្រកាសជាអាចសម្លាប់បានច្រើនជាងអ្វីដែលបានប្រាប់នៅពេលនេះឥឡូវនេះ Tywin គាត់ក៏ហៅអ្នកដែលមានមុខតំណែងធំមកដល់ទីនេះដើម្បីប្រជុំហើយនឹងសួរនាំពីបញ្ហាផ្សេងពាក់ព័ន្ធជាមួយនឹងកងទ័ពរបស់ Stark Littlefinger គឺជាមនុស្សម្នាក់ដែលឆ្លៀតឱកាសចង់បានមុខមាត់ខ្លាំងមែនទែនទោះទៅមុនគេមុនឯងដើម្បីទាញយកអីទៅអង្គុយក្បែរ Tywin ម្នាក់មើលទៅពោពេញទៅដោយការសម្ដែងខ្លាំងមែនទែនចំណែក Cersei Lannister ណាមកដល់នេះទាញក្អីអូសទៅអង្គុយក្បែរ Tywin ម្នាក់ដែរទីរៀនឃើញតែបងស្រីរបស់ខ្លួនអូក្អីទៅនឹងដែរអញ្ចឹងខ្ជិលទៅចិត្តដាក់នឹងក្បាលតុកលើបដោយអង្គុយទល់មុខជាមួយនឹងឪទៅហ្មងទីរៀននិយាយថាទីកន្លែងដែលគាត់កំពុងអង្គុយនេះគឺសមរម្យបំផុតហើយតុកប្រសែនស្រស់ស្អាតគាត់ពេញចិត្តកន្លែងនេះខ្លាំងឥឡូវនេះ Tywin គាត់កំពុងសួរនាំថាមានដំណឹងអីពាក់ព័ន្ធជាមួយ Jaime ដែរអត់ទេតែឥឡូវនេះប្រជាជននៅភូមិភាគខាងជើងជាង 20000 នាក់បានដឹងដំណឹងពីការរត់គេចខ្លួនរបស់ Jaime ទៅហើយនឹងសភាពការផ្សេងនឹងចារកម្មនឹងខាងក្រៅនឹងបានរៀបចំដល់ណាទៅវ៉ារីគាត់និយាយថាការងារនេះពួកគាត់កំពុងតែព្យាយាមហើយ Tywin និយាយថាខំឲ្យខ្លាំងជាងនឹងទីទៀតទៅវ៉ារីបន្តរាយការណ៍ទៅទៀតថាឥឡូវនេះ Robb Stark គាត់កំពុងនាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់ជីតាគាត់នៅ River Run ម្យ៉ាងទៀតចំណុចរបស់ Robb Stark ម្នាក់ឈ្មោះថា Ross Bolton ឥឡូវនេះគាត់បានវាយយកប្រាសាទ Harrenhal បានសម្រេចហើយកំពុងតែនិយាយមើលមុខបែបឌឺដងទៅ Littlefinger ថាមើលទៅ Ross Bolton នឹងប្រហែលជាធ្វើជាអត្តរាជនៅកន្លែងហ្នឹងហើយបន្ទាប់ពីដណ្ដើមយកបានក៏ប៉ុន្តែ Tywin គាត់និយាយថាអូមិនអីទេយកទៅព្រោះសារ Harrenhal ហ្នឹងគ្រាន់តែជាប្រាសាទបែកបាក់មួយតែប៉ុណ្ណោះមើលទៅដូចជាសម្រាមអញ្ចឹងវាគ្មានន័យអីទៅសោះឥឡូវនេះនិយាយទៅ Littlefinger គួរតែបដូរចិត្តពីការចង់បានប្រាសាទមួយហ្នឹងទៅគ្រប់គ្រងប្រាសាទមួយទៀតទៅដោយឲ្យ Littlefinger ទៅរៀបការជាមួយនឹង Lysa Arryn ស្ត្រីដែល Tywin គាត់កំពុងតែសម្ដៅលើហ្នឹងគឺជាប្អូនស្រីរបស់ Catelyn គោលបំណងគឺដើម្បីចង់ដកហូតសម្ព័ន្ធមិត្តពី Arryn ជាមួយនឹងមិត្តរបស់ Robb Stark លើបែបហ្នឹងទីរៀងគាត់រួញទុកបដ ாய் ទៅនិយាយថាមានអីគំនិតបែបហ្នឹងល្អដែរតាធ្វើទៅដល់ពេលអញ្ចឹងទៅ Tywin គាត់និយាយថាអូ Tyrion ឯកភាពគំនិតរបស់គាត់ហើយអាហ្នឹងហើយកើតទៅជាមូលហេតុមួយធ្វើឲ្យ Tywin ចង់តែងតាំង Tyrion ធ្វើជា Master of Coin ឬបែបហ្នឹង Tyrion តវ៉ាវិញភ្លាមឲ្យតំណែងអីមិនធ្វើឲ្យធ្វើអាហ្នឹងក៏អត់ចង់បានទេ Tyrion ដឹងច្បាស់ណាស់ថាខ្លួនឯងគឺជាមនុស្សម្នាក់ដែលប្រកែកចាយលុយរួចទៅឲ្យកាន់ហិរញ្ញវត្ថុអីណានៃអញ្ចឹងមិនលាយម្នាក់គឺគ្រប់ត្រូវទៅឲ្យ Tyrion កាន់តំណែងមួយនេះខ្លាំងមែនទែនក្រុមមនុស្សមួយបងដែលបានចាប់ Brian ជាមួយនឹង Jaime ធ្វើដំណើរតាមផ្លូវជាង Allo នេះគាត់នឹងគឺជាគ្រួសារនៅក្នុងតកោ House Bolton ដឹកនាំដោយបរិមម្នាក់មានឈ្មោះថា Locke ពីរអ្នកគាត់នឹងត្រូវគេចាប់ចងទោសខ្នងគ្នានៅលើសេះនេះតាមផ្លូវហ្នឹងហើយ
នៅតែបន្តទៅជ័យគ្នាពីការប្រកួតការពីវគ្គមុនថាគាត់នឹងខ្លាំងជាងអ្នកនេះខ្លាំងជាងអ្នកនោះខ្លាំងជាងអញ្ចឹងទៅ Brian គាត់និយាយថាគាត់គឺជាស្ត្រីមែនមិនតែអត់ដែរចាយនឹងខ្លាចណាទេបើសិនជាចង់នឹងសាកវាយគ្នាម្ដងទៀតលោមើលទៅជាមួយគ្នានឹងចាំមីបានប្រមានថានៅពេលយប់ឡើងពួកនឹងវាសម្រាប់ Brian ប្រកាសជាត្រូវពួកនឹងវាយកទៅមលប់ជាមិនខាននិយាយទៅថាបើសិនជាហ៊ានតដៃពួកនោះប្រកាសជាសម្លាប់ចោលជាមិនខានហើយម្យ៉ាងទៀតចំណាត់ខ្មាំងដែលសំខាន់មិនមែនជា Brian ទេគឺជាខ្លួនគាត់និយាយទៅយ៉ាងស្រួលមែនទែនថាបើសិនជាចង់មានជីវិតគាត់នឹងបិទភ្នែកឲ្យពួកនឹងវាធ្វើអីតាមចិត្តទៅក៏ប៉ុន្តែ Brian និយាយថាចេះតែនិយាយស្រួលៗហើយដែលខ្លួនឯងមិនមែនជាមនុស្សស្រីចាំមីនិយាយទៅវិញថាបើសិនជាគាត់ជាមនុស្សស្រីវិញប្រកាសជាព្រមតាមនឹងហើយប៉ុន្តែនៅពេលដែលមានឱកាសគាត់ប្រកាសជាស្លាប់ពួកនឹងចោលទាំងអស់ងាកមកមើលអាយ៉ានេះវិញគឺគាត់កំពុងនៅជាមួយនឹងក្រុមនេះឡើយទេដែលក្រុមនេះគាត់មានឈ្មោះថា Brotherhood No Banner ពួកគាត់មិននៅខាង Stark ឬក៏ Tywin Lannister ទេគឺជាក្រុមមួយដែលឯករាជ្យក្រុមនេះដំបូងឡើងគឺត្រូវបង្កើតឡើងដោយ Ned Stark មុនគេចាប់គាត់យកទៅប្រហារជីវិតកាលនោះបេសកកម្មរបស់ពួកគេឲ្យទៅចាប់បរិមម្នាក់ដែលមានឈ្មោះថា Gregor Clegane ឬក៏ឈ្មោះមួយទៀតហៅថា The Mountain កាលនោះអបិនឹងបានទៅប្លន់ហើយនឹងកាប់សម្លាប់ប្រជាជននៅ Demon Riverland ប៉ុន្តែបន្ទាប់ពី Ned Stark ត្រូវបានប្រហារជីវិតទៅសង្គ្រាមក៏បានផ្ទុះឡើងអញ្ចឹងទៅក្រុមរបស់គាត់អាចត្រឡប់ទៅវិញបានទេគាត់បង្កើតឈ្មោះមួយថា Brotherhood Without Banner មូលហេតុដែលជួយអាយ៉ានេះដោយសារឃើញថាគាត់គឺជាក្មេងស្រីដែលស្លូតត្រង់ហើយម្យ៉ាងទៀតពួកគាត់ធ្លាប់មានតំណែងល្អជាមួយ Ned Stark ដែរនៅទីនេះអាយ៉ាសួរនាំថាហេតុអីបានជាជួយគាត់ហើយពេលហ្នឹងគាត់និយាយរៀបរាប់ហេតុផល1 2 3ចឹងទៅនិយាយថាសំណាងហើយដែលជួបគាត់បើជួបអ្នកផ្សេងវិញគាត់ជាមានបញ្ហាដើមមកដល់ទីនេះជួបអបិហោនអាយ៉ាគាត់និយាយថាអបិហ្នឹងឯងគឺជាឃាតករម្នាក់ដែលបានសម្លាប់មិត្តភក្តិរបស់គាត់ដែរពីដើមស្អីមានឈ្មោះថាម៉ៃខារៀបចំធ្វើដំណើរបន្តទៅមុខទៀតហើយក៏ប៉ុន្តែអត់ផាយអត់ព្រមទៅជាមួយទេដោយគាត់សម្រេចចិត្តថានៅទីនេះហើយម្យ៉ាងទៀតបានធ្វើនំមួយយកទៅឲ្យអាយ៉ាដែរហើយមើលទៅដូចជាដៃណូស័របន្តិចទៅមិនទេប៉ុន្តែដល់ពេលសួរទៅគាត់ប្រាប់ថាហ្នឹងវាគឺជារូបឆ្កែអចករបស់អាយ៉ាហ្នឹងឯងនៅទីនេះ Catelyn ជាមួយពូរបស់គាត់កំពុងសម្ដែងសម្ដែងគ្នាអំពីអតីតកាល1 2 3ចឹងទៅហើយម្យ៉ាងទៀត Catelyn បានសម្ដែងការនឹករលឹកថាខាងជួបគ្នាយូរដែលគាត់នឹកពូរបស់គាត់ខ្លាំងណាស់ហើយនឹងរីករាយខ្លាំងណាស់ដែរដែលពូរបស់គាត់បាននៅជាមួយឪពុករបស់ខ្លួនដល់ដង្ហើមចុងក្រោយពូរបស់ Catelyn និយាយឲ្យនឹងនឹករលឹកអំពីបងប្រុសរបស់គាត់ជាខ្លាំងកាលនោះបាននិយាយលេងជាមួយគ្នាដោយគាត់នឹងបាត់កោចងចាំស្ទើរតែភ្លេចឈ្មោះរបស់គាត់ថាហៅថាយ៉ាងម៉េចទៅហើយអញ្ចឹងធ្វើឲ្យ Catelyn គាត់នឹករលឹកដល់អតីតកាលជាមួយនឹងគ្រួសារហើយនឹងឪពុកខ្លួនខ្លាំងមែនទែននិយាយចុះនិយាយឡើងយូរទៅនឹកទៅដល់កូនរបស់គាត់ដែលបានបែកខ្ញែកគ្នាមិនដឹងទៅណាទៅណីអស់ទេតែលីងអលងទឹកភ្នែកនឹកកូនខ្លាំងមែនទែនដោយកូនប្រុសពីរនាក់របស់គាត់ Rickon ហើយនឹង Bran Stark ទៅផ្សេងទៅ Sansa នៅកន្លែងផ្សេងទៅអាយ៉ាទៅតែឯងទៅបារម្ភខ្លាំងមែនទែនភ័យខ្លាចតែថ្ងៃណាមួយមិនអាចជួបជុំគ្នាជាមួយកូនគាត់វិញបានទេអញ្ចឹងទៅពូរបស់គាត់ក៏លើកទឹកចិត្តថាកូនរបស់ Catelyn មិនមានបញ្ហាទេពួកគាត់កំពុងតែលាក់ខ្លួននៅកន្លែងដែលមានសុវត្ថិភាពហើយម្យ៉ាងទៀតគាត់ជឿជាក់ថាកូនរបស់ Catelyn ប្រកាសជានៅមានជីវិតជាមិនខាននៅទីនេះថាលីសាតួនាទីរបស់គាត់គឺជាពេទ្យកំពុងតែព្យាបាលឲ្យក្មេងប្រុសម្នាក់ហ្នឹងប៉ុន្តែក្មេងមួយនោះវាសួរច្រើនខ្លាំងមែនទែនថាលីសាហ្នឹងគឺជាប្រពន្ធរបស់ Robb Stark ឬក៏មែនហើយនឹងសួរនាំពីតចករបស់ Robb Stark ចេះមួយចេះពីរចឹងណាព្រោះសារឃើញធំមិនស្អាតក្មេងប្រុសមួយនោះគឺជាសាច់ញាតិរបស់ Tywin ដែលមានឈ្មោះថា Martin Lannister ងាកមកមើល Jon Snow និងក្រុមរបស់ White Lion នេះវិញដើរដល់ណាដល់ណីទៅឥឡូវនេះឃើញទីកន្លែងមួយសុទ្ធតែជាសាកសពសេះដាច់មួយកណាត់មើលទៅសាកសពទាំងអស់នេះរៀបចំដូចជាក្បួនអ្វីមួយយ៉ាងអញ្ចឹងហើយមិនដឹងថាស្នាដៃរបស់អ្នកណាទេដែលនេះគឺជាការមើលឃើញរបស់បរិមម្នាក់កាលពីពាក្យមុនគាត់និយាយថាបានឃើញសាកសពកោច្រើនហ្នឹងហើយគឺជាកន្លែងដែលគាត់មើលឃើញហ្នឹងហើយកំពុងតែនាំគ្នាវិភាគឲ្យសួរថាតើទង្វើនេះវាគឺជាស្នាដៃរបស់អ្នកណាគេបានធ្វើអញ្ចឹងសាកសពសេះទាំងអស់នេះគឺជាសេះរបស់ក្រុមតណៃវ៉យទីនេះគឺជាកន្លែងមួយដែលបានប្រយុទ្ធគ្នាជាមួយនឹងពួក White Walker យ៉ាងសកម្មបន្ទាប់ពីពួក Night Void បរាជ័យទៅពួកគាត់នឹងបានខ្លាចទៅជា White Walker ងើបដើរចេញពីទីកន្លែងនេះអស់ហើយចំណាយសាកសពសេះដែលរៀបចំជារង្វង់បែបនេះទៀតវាគឺជាសញ្ញាមួយប្រាប់ឲ្យ White Walker ក្រោយទៀតឲ្យស្គាល់ទិសដៅតើត្រូវទៅកន្លែងណានិងកន្លែងណាបន្តហើយនេះក៏ជាសញ្ញាមួយដែរដែលពួក White Walker វាបានបង្ហាញថាវាមានតំណែងតំណងជាមួយនឹង Children of the Forest ឥឡូវនេះពួកគាត់បានចែកផ្លូវគ្នាទៅធ្វើការរៀងខ្លួនហើយឥឡូវនេះខាង Night Void គាត់បានត្រឡប់មកគៀក The Wall វិញហើយកំពុងតែសុំច្រកកោនជាមួយនឹងផ្ទះរបស់ Craster ចូលមកដល់ខាងក្នុងនេះម្នាក់ស្លឹងមើលលើមើលក្រមើលឆ្វេងមើលស្ដាំព្រោះសារនៅក្នុងផ្ទះនេះសុទ្ធតែស្រីហើយណាមួយទាំងអស់ហ្នឹងសុទ្ធតែជាប្រពន្ធរបស់គាត់ទាំងអស់ក៏មានថាចូលបង្គួយច្រកឲ្យដឹងច្រកកុំភ្នែកក្លេបក្លាប់លួចមើលប្រពន្ធគាត់បានទេបន្ទាប់ពីសង្គ្រាម Night Void ហើយនឹង White Walker កន្លងផុតទៅពួកគាត់នេះឥឡូវមានការស្រេកឃ្លានហើយនឹងអស់កម្លាំងជាខ្លាំងមកដល់ទីនេះសូមការស្នាក់នៅរបស់ Craster ហើយនឹងស្បៀងអាហារមួយចំនួនផងដែរក៏ប៉ុន្តែតាមមួយហ្នឹងគាត់មិនសប្បាយចិត្តនឹងវត្តមានរបស់ពួក The Night Void ត្រឡប់មកវិញទេពេលជាមួយគ្នាណាសែមនិងកម្មាំហ្នឹងអត់ស៊ីអត់ចុកអីទេលួចដេញដើរមកដល់ខាងក្រៅនេះលួចមើលស្ត្រីម្នាក់ដែលគាត់ធ្លាប់បានលួចស្រឡាញ់កាលពីមុនមកកំពុងតែឆ្លងទន្លេហើយស្ត្រីហ្នឹងគឺជាកូនរបស់ Craster ហ្នឹងឯងហើយកូននៃកាត់មកនេះបើសិនជាស្រីមិនអីទេគាត់យកទៅធ្វើប្រពន្ធតទៀតប៉ុន្តែបើសិនជាប្រុសប្រកាសជាយកទៅឲ្យ White Walker ហើយចំណែក Theon Greyjoy នៅវិញបន្ទាប់ពីគេធ្វើទរណកម្មឡើងមួយឆ្អែតហើយមានបរិមម្នាក់នោះបានមកលួចជួយគាត់ជាសម្ងាត់ហើយផ្ដាំថាឲ្យទៅធ្វើដំណើរទៅទិសខាងកើតនៅពេលដែលព្រះអាទិត្យរះគាត់ប្រកាសជាជួបបងស្រីរបស់ខ្លួនជាប់ជាម្ខានងាកមកមើល Stannis ហើយនឹង Melisandre នេះវិញគាត់កំពុងរៀបចំធ្វើដំណើរទៅទីកន្លែងណាមួយហើយ
ដែល Melisandre ក៏មិនទាន់ដឹងថាគាត់ត្រូវទៅកន្លែងណាឲ្យច្បាស់ទេ Stannis កំពុងសួរនាំថាតើទៅយូរប៉ុណ្ណាទៅហើយពេលណាទើបត្រឡប់មកវិញកំពុងនិយាយទៅ Melisandre ថាទង្វើបែបនេះគឺបោះបង់ខ្លួនគាត់ចោលហើយក៏ប៉ុន្តែ Melisandre គាត់និយាយថាគាត់មិនដែលបោះបង់ស្ដេច Stannis ចោលម្ដងណាទេពីព្រោះថាស្ដេច Stannis គឺជាកូនអាទិទេពនៃពន្លឺហើយគាត់តែងតែបម្រើស្ដេច Stannis ជារៀងរហូត Stannis និយាយថាបើសិនជាអញ្ចឹងជួយកុំតិចសត្រូវឲ្យគាត់មកគាត់ចង់សម្លាប់ Joffrey ចង់សម្លាប់ Robb Stark ធ្វើបានអត់និយាយចុះនិយាយឡើងសុំ Melisandre បង្កើតកូនខ្មោចឲ្យគាត់មួយទៀតដើម្បីឲ្យព្រលឹងខ្មោចហ្នឹងទៅសម្លាប់ពីរនាក់ហ្នឹងដូចទៅនឹងអ្វីដែលវាធ្វើដាក់ Renly ក៏ប៉ុន្តែ Melisandre និយាយថាឥឡូវនេះគាត់អត់ទាន់មានធម៌ពលគ្រប់គ្រាន់ដើម្បីបង្កើតកូនឲ្យ Stannis ម្ដងទៀតទេគាត់ត្រូវការពេលវេលាបន្ថែមហើយការដែលធ្វើបែបនេះបានក៏ត្រូវការឈាមរបស់ស្ដេចអាទិទេពនៃពន្លឺដែរអាហ្នឹងគឺជាឈាមរបស់ Stannis នឹងហើយប៉ុន្តែមិនដឹងថាពេលណាទេឥឡូវនេះពីរនាក់គាត់ក៏សម្រេចចិត្តតែបែកគ្នាមើលរយៈពេលខ្លីសិននៅខាង Daenerys វិញដើរមកដល់ទីនេះឃើញទាសករដែលគេយកទៅធ្វើបាបពួកនេះនឹងត្រូវគេយកទៅសម្លាប់ក្នុងពេលឆាប់ៗហើយឃើញចង់មានចិត្តអាណិតខ្លាំងមែនទែនក៏យកទឹកទៅឲ្យផឹកមកកើតពីណាប៉ុន្តែទាសករហ្នឹងវាអត់ព្រមផឹកទឹកហ្នឹងទេព្រោះដឹងថាខ្លួនប្រកាសជាស្លាប់ជាមិនខានចូលរាជាមួយ Barristan ក៏ឲ្យយោបល់ថាបើសិនជាចង់ឡើងគ្រងរាជបល្ល័ង្កពេលខ្លះត្រូវជាចិត្តដាច់ដែរព្រោះសារពួកនេះសិតតែជាទាសករត្រូវតែគេយកទៅសម្លាប់ទេកុំអាណិតគេពេកពេលដែលដើរមកតាមផ្លូវហ្នឹងកំពុងបន្តឲ្យយោបល់ទៅទៀតហើយថានៅ King's Landing ឯនោះវិញទាសករហើយនឹងមនុស្សផ្សេងគឺវាធ្វើទរណកម្មទៅលើស្ត្រីខ្លាំងមែនទែនអ្នកខ្លះទៅចាប់ស្ត្រីមកលបហើយនឹងប្លន់ធ្វើអំពើអីផ្សេងជាច្រើនគាត់បន្តរៀបរាប់អំពីអំពើអាក្រក់នៅទីនោះចេះមួយចេះពីរចឹងទៅដោយជូរ៉ាក៏កំពុងប្រៀបធៀបពីវិន័យរបស់កងទ័ពនៅទីនេះដែលពួកគេត្រូវបានហៅថា Ansolai ពួកគាត់គឺជាទាហានដែលមានវិន័យបំផុតនៅក្នុងពិភពលោកមិនធ្វើអីផ្ដេសផ្ដាសទៅតាមចិត្តដែលចង់ធ្វើមិនប្រើអំពើអនាចារមិនប្លន់មាសប្រាក់របស់ប្រជាជនទេម្យ៉ាងទៀតចំណុចពិសេសរបស់ពួកគេមិនខ្លាចការឈឺចាប់តស៊ូប្រយុទ្ធរហូតដល់ស្លាប់នេះហើយគឺជាចំណុចមួយដែលកងទ័ពអស់នេះមានតម្លៃខ្លួនថ្លៃខ្លាំងណាស់អញ្ចឹងទៅក៏មកជួបថ្នាក់ដឹកនាំរបស់ពួកគេកំពុងតែចរចាស្នើសុំទិញកងទ័ពទាំងប្រមាណ 8000 នាក់នោះយកទៅទាំងអស់អញ្ចឹងទៅអាប៉ែមួយដែលអង្គុយក្បែរទាំងអស់នោះឲ្យយោបល់ថាការដែលលក់កងទ័ពនេះមិនមែនជារឿងល្អប្រមាណទេដែលយើងអួតក្តែងថាកងទ័ពហ្នឹងគឺជាពលទាហានដែលមានវិន័យល្អបំផុតហើយនឹងខ្លាំងក្លាបំផុតប៉ុន្តែបើសិនជាចេញទៅច្បាំងហើយបរាជ័យពួកយើងប្រកាសជាអាប់អោនកិត្តិយសជាមិនខានក៏ប៉ុន្តែ Daenerys គាត់ទាមទារយកទាំងអស់តែហ្មងអត់ខ្វល់អីទេដែលសរុបទាំងអស់ 8000 នាក់ហើយមានតែអ្នកដែលកំពុងវឹកហាត់ហ្នឹងក៏យកទៅជាមួយដែរអត់ទុកទេនិយាយទៅទិញមានប្រហែលទិញយកទាំងអស់ពួកនោះនិយាយតថ្លៃទៅវិញថាមានប្រាក់របស់ Daenerys មានទាំងប្រហែលអត់សមនឹងតម្លៃដែលទិញកងទ័ព 8000 នាក់នោះគាត់ទេលើបែបហ្នឹង Daenerys គាត់ក៏ស្ម័គ្រចិត្តយកនាគរបស់គាត់មកក្បាលដើម្បីដូរយកកងទ័ព 8000 នាក់ហ្នឹងទៅមកលើបែបហ្នឹងចូលរាជាមួយ Barristan គាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយនឹងមិនពេញចិត្តទង្វើមួយនេះទេកំពុងតែឲ្យយោបល់1 2 3ចឹងទៅណានៅពេលដែលលឺបែបនេះហើយថ្នាក់ដឹកនាំគេគឺជាអាក្បាលទាំងអស់ហ្នឹងមានចំណាប់អារម្មណ៍ខ្លាំងមែនទែនព្រោះសារមនុស្សដល់ 8000 នាក់សោះអាចដូរបាននាគមកក្បាលកងទ័ពរបស់គាត់នឹងអាចប្រហាត់បានទេប៉ុន្តែនាគទោះបីជាមានលុយប៉ុណ្ណាក៏ទិញអត់បានដែរឥឡូវនេះកំពុងតែស្ដាប់ការបកប្រែរបស់ស្ត្រីម្នាក់ហ្នឹងហើយគុនគូពិចារណាថាគួរដូរឬមិនដូរ Daenerys គាត់បានបញ្ជាក់ទៀតថាយកនាគមកក្បាលដូរជាមួយកងទ័ព 8000 នាក់ហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែអ្នកបកប្រែហ្នឹងក៏គាត់យកមកជាមួយដែរគឺយកដាច់ទៅមុខទៅហ្មងអញ្ចឹងទៅចេញពីដល់ខាងក្រៅនេះចូលរាជាមួយ Barristan គាត់រត់តាមឲ្យដំបូងមាន1 2 3ចឹងទៀតហើយព្រោះសត្វនាគគឺជាសត្វកម្រមិនមែនជាថាដូរឲ្យគេបានតាមចិត្តនោះទេឲ្យយោបល់ចូលឡើង Daenerys គាត់ខឹងបដ ாய் ព្រមមានថាបើសិនជានៅតែឲ្យយោបល់ប្រព្រឹត្តប្រប្រាស់ដូចអ្វីដែលគាត់មិនចង់បានទៀតបើមិនចឹងទេពីរអ្នកគាត់នោះប្រកាសជាលែងមានទូនាទីជាអ្នកឲ្យយោបល់ហើយនឹងមានអ្នកផ្សេងមកជំនួសជាមិនខានដែលមកដល់ទីនេះដើរជាមួយស្ត្រីម្នាក់ហ្នឹងគាត់មានឈ្មោះថា Missandei កំពុងតែសួរនាំពីជីវប្រវត្តិហើយនឹងគ្រួសាររបស់ស្ត្រីហ្នឹងយ៉ាងម៉េចនិយាយថាឥឡូវស្ត្រីនេះគឺជាមនុស្សរបស់ Daenerys ពេញសិតហើយចង់និយាយអីនិយាយមកកុំលាក់លៀមអត់មានអ្នកណាអាចធ្វើអីគាត់បានទេអញ្ចឹងទៅពួកគាត់ក៏បាននិយាយអំពីការធ្វើតន្តកម្មទៅលើទាសករហើយនឹងអ្នកផ្សេងចេះមួយចេះពីរអញ្ចឹងទៅហើយក៏បានសួរនាំទៅជាមួយកងទ័ពដែលគាត់បានទិញហ្នឹងថាវាយ៉ាងម៉េចស្រីនោះគាត់បញ្យល់រៀបរាប់ពីការបញ្ជាកងទ័ពនឹងចេះមួយចេះពីរហើយនឹងពេលចេញបំពេញភារកិច្ចរបស់ពួកគេវាយ៉ាងម៉េចDaenerys ពមមានថាឥឡូវហ្នឹងម្នាក់នេះគឺជាមនុស្សរបស់គាត់ហើយក៏ពងតំណមស្ត្រីហ្នឹងទៅក្នុងសង្គ្រាមហើយមិនយូរមិនឆាប់ស្ត្រីហ្នឹងអាចត្រូវគេស្លាប់ផងក៏មិនដឹងចំណែក Patrick នេះវិញកំពុងរៀបចំសភៅឯកសារឲ្យ Tyrion ហ្នឹងជាមួយនឹងរស់ហ្នឹងសន្លឹងមុខសន្លឹងក្រោមមើលតាកន្លែងនោះឡើងក៏ហ៊ូចង់បាយកម្មថា Tyrion ហៅពីបិម៉ាក់ដរំងៀមនៅតែពីរអ្នកហ្នឹង Littlefinger គាត់និយាយថាអ្មេចដែរឮថា Tyrion ហ្នឹងជាពាក់គុណអាក្មេងប្រុសមួយហ្នឹងTyrion ថាត្រូវហើយព្រោះសារការនោះគង់បានគាត់ជួយជាមួយទៅមិនអីឡាប់បាត់ហើយពីរអ្នកគាត់ហ្នឹងក៏បន្តជជែកអំពីកញ្ញារស់មិញហ្នឹងTyrion គាត់និយាយថាគាត់ធ្លាប់បាននៅជាមួយ Ross តែម្ដងគាត់តែប៉ុណ្ណោះហើយអាម៉េចបានម្ចាស់ស្ត្រី Cersei គាត់ដឹង Littlefinger គាត់ឆ្ងល់ខ្លាំងមែនទែនTyrion គាត់ថាបើសិនជាចង់ដឹងទៅសួរម្ចាស់ស្ត្រីខ្លួនឯងទៅពេលដើរចេញមកវិញហ្នឹងTyrion គាត់ក៏សួរនាំអំពីដំបូន្មានខ្លះជាមួយនឹង Master Coin ហ្នឹងថាត្រូវធ្វើម៉េចព្រោះសារតំណែងនេះកាលពីមុន Littlefinger គាត់គឺជាអ្នកកាន់ Littlefinger គាត់ឲ្យយោបល់មកវិញ1 2 3ចឹងទៅប៉ុន្តែការដែលគាត់និយាយចេញមកនេះពោពេញទៅដោយល្បិចម្ដងខាងក្រៅនេះជួបគ្នាជាមួយនឹង Bronn ហើយចម្លើយ Patrick នេះវិញឲ្យអូសសភៅឡើងមកទៅហើយពីរអ្នកគាត់ទៅចែកគ្នាអំពីការអានសភៅចេះមួយចេះពីរចឹងទៅព្រោះសារទូនាទីរបស់ Tyrion ថ្មីត្រូវអានសភៅឲ្យច្រើនតិចហើយបើមិនចឹងទេអាចគ្រប់គ្រងហិរញ្ញវត្ថុបានទេប៉ុន្តែការធ្វើដំណើរនេះមិនទាន់ត្រឡប់ទៅការិយាល័យរបស់គាត់ទេកំពុងតែនាំ Patrick ទៅកន្លែងបនស្រីមួយកន្លែងសួរនាំច្រើនមែនទែនថាមិនដែរលើកទីប្រមាណហើយដាច់ស៊ីននៅ
ណែឥឡូវឲ្យមកស្គាល់រសជាតិណាពេលដែលនាំចូលមកដល់ក្នុងបន្ទប់ហ្នឹងមិនមែនតែ1មិនមែន2ទេគឺ3ព្រោះគ្នាអត់តន់ធ្លាប់ផងឲ្យម្ដង3ដាច់ខ្យល់ងាប់ឥឡូវហើយចំណែកផតត្រីនេះវិញក្តៅមុខក្តៅមាត់ចង់ស្លោឈាមហើយមើលភ្នែកហ្នឹងឡើងចង់សលេវហើយបើចេញមកសិតតែរបស់អត់ដែលឃើញពីមុនមកអញ្ចឹងខ្ញុំចេញទៅវិញហ្នឹងធីរៀនបានទុកមានមួយថងឲ្យផតត្រីសម្រាប់ឲ្យពួកស្រីៗហ្នឹងណាបន្ទាប់ពីហើយការងារហើយបានផ្ដាំឲ្យផតត្រីហ្នឹងទៅបាយល្ងាចជាមួយគាត់ផងមកដល់បន្ទប់វិញធីរៀនគាត់កំពុងពិនិត្យរបាយការណ៍នៅក្នុងសភៅនេះដោយនិយាយថាកាលពីមុន Little Finger គាត់បានកាន់តួនាទីហ្នឹងហើយចេញទៅវិញហ្នឹងគឺសនមាសពេជ្រកៅកងច្រើនខ្លាំងមែនទែនពីអ្នកគាត់ជាមួយនឹងប្រុសហ្នឹងកំពុងវិភាគថាតើ Little Finger ហ្នឹងគាត់រកលុយសល់បានច្រើនលឿនយ៉ាងនេះដោយរបៀបណាទៅបើវិធីសាស្ត្រយ៉ាងណាយ៉ាងណីឬក៏មិនអីមិនហ្នឹងណាធីរៀនគាត់វិភាគតាមការយល់ឃើញរបស់គាត់ទៅថាប្រហែលជា Little Finger ហ្នឹងខ្ចីលុយគេអីណាណីអញ្ចឹងណាប៉ុន្តែ Brown គាត់និយាយថាអូអត់ដឹងទេព្រោះសារគាត់អត់ដែលខ្ចីលុយខ្ចីអីគេពីមុនមកមិនដឹងថាហ្នឹងរបៀបរបបគេមិនអីមិនកុំសួរគាត់អញ្ចឹងទៅធីរៀនគាត់ប្រយោជន៍ពីការខ្ចីលុយចេះមួយចេះពីរឧទាហរណ៍ថាគាត់ឲ្យ Brown ខ្ចីលុយប៉ុណ្នេះអញ្ចឹងទៅហើយសន្យាថានឹងសងត្រឡប់មកគាត់វិញក្នុងរយៈពេលប្រហែលអាទិត្យឬប្រហែលខែហើយគាត់នឹងគិតការប្រាក់តាមហ្នឹងទៅក្នុងនោះគាត់ក៏បានដឹងថាខាងរដ្ឋាភិបាលហ្នឹងក៏จะពាក់លុយគេច្រើនណាស់ដែរមិនតិចលានទេកំពុងនិយាយហ្នឹង Patrick គាត់ត្រឡប់មកវិញហើយពីរនាក់ហ្នឹងគាត់ក៏ចំអន់ដែរថាអាមិនដែរដល់ណាដល់ណីទៅម្ដង3អញ្ចឹងអាមិនដែរលុយដែលសម្រាប់ឲ្យទូទាត់ជាមួយស្រីៗហ្នឹងវាគ្រប់គ្រាន់ហើយលុយហ្នឹងមានតម្លៃដែរអត់ទេអ្វីដែលធីរៀនកំពុងធ្វើនេះគឺគាត់ចង់តបស្នងសងគុណទៅ Patrick ដែលបានជួយជីវិតរបស់គាត់ណាក៏ប៉ុន្តែនៅទីនេះ Patrick បានហុចឲ្យលុយមកកញ្ចប់ហ្នឹងឲ្យធីរៀនវិញពីរនាក់គាត់ហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងថាអាមិនដែរទៅប្រតិបត្តិការជាមួយគេម្ដង3ហើយអត់មានអស់លុយមួយរៀលអញ្ចឹងពីរនាក់ហ្នឹងគាត់ឆ្ងល់ខ្លាំងមែនទែនគឺថា Patrick ហ្នឹងប្រហែលជាអត់ធ្វើអីទេមើលទៅបានជាយកលុយមកឲ្យវិញអញ្ចឹង Patrick គាត់ថាអត់ទេ3នាក់ហ្នឹងធ្វើការបានល្អហើយនឹងពេញចិត្តគាត់ជាខ្លាំងហ្មងឥឡូវនេះកំពុងតែឆ្ងល់ខ្លាំងមែនទែនពីអ្នកប្រោហ្នឹងហេតុអីបានទៅនៅជាមួយស្រីៗហ្នឹងម្ដងបរិបីអ្នកអត់មានអស់លុយមួយរៀលកំពុងអង្គុយវិភាគចេះមួយចេះពីរអញ្ចឹងណាគិតយ៉ាងណាក៏នៅតែមិនយល់ដែរឥឡូវហ្នឹងឲ្យផតត្រីដាក់គូតអង្គុយមកចាក់តែចាក់អីឲ្យទៀតមកឥឡូវប្រាប់ទីសាសមកធ្វើមិនអីមិនសុំហ៊ានតាមផងមូលហេតុដែលគាត់ឆ្ងល់នេះគឺដោយសារថានៅក្នុងទ្វីប Westeros ហ្នឹងគ្មាននរណាម្នាក់គាត់ធ្វើការដោះដូរដោយអត់គិតថ្លៃទេចង់និយាយថាមិនមែនឲ្យអីមួយដែល free សិតតែមានអីដោះដូរក៏ប៉ុន្តែមូលហេតុដែលនារីអស់នោះអត់យកលុយពីផតត្រីសូម្បីតែមួយរៀលដោយសារនារីអស់ហ្នឹងគាត់គិតថាផតត្រីគឺជាបរិបម្នាក់ដែលខុសពីបរិបផ្សេងដែលបានមកជួបពួកគេកាលពីមុនមកគាត់ថាផតត្រីគឺជាមនុស្សម្នាក់ដែលល្អហើយនឹងស្មោះត្រង់ហើយណាមួយពួកគាត់ស្រឡាញ់ចូលចិត្តផតត្រីទៀតទីអនក៏ចូលរត់គេចតាំងពីយប់មកដល់ថ្ងៃមកដល់ទីនេះមិនដឹងនៅណានៅណីទេអត់ឃើញបងស្រីរបស់ខ្លួនតទៅសោះក៏ប៉ុន្តែពួកមនុស្សមួយក្រុមដែលបានធ្វើទរណកម្មខ្លួនហ្នឹងតាំងមកដល់ទីនេះទៀតខំប្រឹងរត់គេចយ៉ាងណាក៏ដោយក៏នៅតែមិនផុតដែរពួកនេះវាបកកែជីសេះដេញតាមខ្លាំងមែនទែនបាញ់ព្រួយផងអីផងផាត់ក្បាលអញ្ចឹងទៅមើលទៅដល់ដូចរៀងឆ្ងាយខ្លាំងពេកអាមួយនោះរត់កាត់មុខដាក់ភីងធ្លាក់ទៅលើសេះស្លាប់ឈឹងពេលដែលដួលមកដល់ដីហ្នឹងគឺវាវាយធ្វើបាបខ្លាំងមែនទែនហើយជាមួយគ្នាហ្នឹងអាមេក្រុមរបស់វាហ្នឹងហ្មងលេងហ៊ុនកកូតរបស់ Theon ហើយជាមួយគ្នាហ្នឹងស្រាប់តែមាននរណាម្នាក់ទៀតលើកធ្នូបាញ់ឆ្វាច់ពួកនោះដួលដីងាប់អស់លេងហើយក៏មកដល់ទីនេះដើម្បីជួយ Theon ក្រៅចោយចេញទៅបាត់នេះគឺជាតួអង្គថ្មីមួយទៀតហើយចំណែក Brian វិញទៅកូនចៅរបស់ Rock កំពុងឃ្លាតដៃទៅហើយ Brian និយាយថាគាត់គឺជាអ្នកបម្រើរបស់ Catelyn ដ៏ស្មោះត្រង់ម្នាក់ហើយឥឡូវនេះកំពុងបំពេញភារកិច្ចនាំចៅ Lannister ទៅដោះដូរយកកូនរបស់គាត់មកវិញមិនគួរណាមករំខានគាត់បែបនេះទេ Brian ហ្នឹងគាត់ខ្លាំងណាស់ដែរមិនងាយចោះចាញ់អាណាមួយទេតដៃតជើងអញ្ចឹងទៅពួកនោះវាចាប់យកទៅធ្វើបាបបណ្ដោយនៅទីនេះ Jamie គាត់និយាយអំពីប្រវត្តិរូបរបស់ Brian ដល់និយាយថាគាត់គឺជាកូនរបស់ Sludge Servant Taff នៅក្នុងតកូលគ្រួសារឈ្មោះថា Taff ហ្នឹងឯងតែតកូលហ្នឹងវាមានអាណាចក្រហើយនឹងស្ដេចក្រាញ់ច្រើនណាស់វាមានតកូល Lannister តកូល Stark តកូល Bolton តកូល Targaryen ហើយនឹងអីផ្សេងទៀតច្រើនណាស់កំពុងតែបញ្យល់លួងថាកុំធ្វើអាត់ Brian ហ្នឹងហើយបើសិនជាដោះលែងគាត់ទាំងពីរហ្នឹងទៅ Rock ប្រកាសជាទទួលបានរង្វាន់ដ៏ធំគ្រួសារឪពុករបស់ Brian ហ្នឹងគឺជាគ្រួសារមួយដែលមានទ្រព្យសម្បត្តិច្រើនខ្លាំងណាស់ហើយនឹងបានអួតអំពីឪពុករបស់ខ្លួនគឺជា Tywin Lannister ចេះមួយចេះពីរយ៉ាងទៅថាឪពុករបស់គាត់ហ្នឹងក៏មានលុយមិនណយដែរហើយពួកគ្រួសារ Lannister ដឹងគុណចំពោះអ្នកណាដែលបានជួយកូនចៅរបស់គាត់ណាហើយបើសិនជាព្រមដោះលែងហើយនឹងជួយខ្លួនឲ្យទៅជួបឪពុកគាត់ធានាថា Rock នឹងសម្បូរមាសពេជ្រកៅកងហើយនឹងកូនចៅរស់នៅយ៉ាងសុខស្រួលឬបែបហ្នឹងទៅ Rock ក៏ព្រមឲ្យកូនចៅដោះលែង Brian ចេញមកវិញកុំឲ្យធ្វើបាបតទៅទៀតណាមើលទៅ Jaime Lannister ហ្នឹងគាត់ដូចជាចាប់ផ្ដើមផ្លែកបដាហើយចេះខ្វល់នឹងបារម្ភពីអ្នកដទៃកាលមុនអត់ទេអាណាមិនទៅឲ្យតែខ្លួនគាត់ល្អរស់ទៅបានហើយតែឥឡូវនេះបែរជាចេះជួយនិយាយយកអាសាឲ្យ Brian ទៅទៀតហើយក៏ពងតែនិយាយឲ្យដឹងទៅទៀតប្រវត្តិរបស់គាត់កាលពីមុនណានៅពេលដែលភ្ញាក់ពីដំណេកឡើង Tywin គឺជាឪពុកហ្នឹងតែងតែបង្ខំឲ្យគាត់អានសៀវភៅហើយនឹងធ្វើអីផ្សេងពាក់ព័ន្ធជាមួយនឹងចំណេះដឹងទៅព្រមឲ្យ Jaime គាត់ហាត់បាញ់គុតដាវធ្វើបែបនេះគឺគាត់ធុញខ្លាំងមែនទែនព្រោះសារគាត់អត់ចូលចិត្តអានសៀវភៅអាននេះទេក៏ប៉ុន្តែផលប្រយោជន៍ដែលគាត់បានអានហ្នឹងក៏បានដឹងអំពីប្រវត្តិរបស់ Brian ចេះមួយចេះពីរដែរទៅហើយឥឡូវនេះកំពុងបន្តបញ្ចុះបញ្ចូលទៀតហើយបើសិនជាជូនគាត់ទៅដល់កន្លែងដែលឪពុករបស់គាត់នៅបានធានាថាគាត់ប្រកាសជាមានតួនាទីធំកងទ័ពជាច្រើនហើយនឹងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញទៀតហើយនិយាយថាសង្គ្រាមនៅភូមិភាគខាងជើងគឺមិនអាចឈ្នះបានទេដោយនិយាយថាហេតុផលមួយនេះរកគួរទៅយល់ហើយពេលដែលកំពុងនិយាយហ្នឹងមើលទៅអាទាំងអស់នេះដូចវាដាច់ពីណាពីដីមកអញ្ចឹងឃ្លានខ្លាំងមែនទែនមើលទៅស្រឡឹង Brian ហ្នឹងដូចចង់លើបទាំងរស់ទៅហើយ
ឥឡូវនេះបន្ទាប់ពីស្ដាប់ការបញ្ចុះបញ្ចូលហើយរកនោះគាត់បានបញ្ជាឲ្យកូនចៅដោះលែងចាំមីហើយនិយាយដល់គួរសមថាអ្វីដែរឃ្លានេះចង់ហូបអីក្តៅៗទេក៏ប៉ុន្តែអានេះវាគ្រាន់តែជាការសម្ដែងទេព្រោះសាររស់គាត់គឺជាមនុស្សម្នាក់ដែលមិនងាយបញ្ចុះបញ្ចូលទេគាត់ក៏ចូលចិត្តបង្ហាញអំណាចហើយនឹងមិនរណបនរណាម្នាក់ដែរទង្វើនឹងការនិយាយបញ្ចុះបញ្ចូលរបស់ Jamie នេះធ្វើឲ្យគាត់គិតថាខ្លួនគាត់ត្រូវគេមើងងាយយ៉ាងខ្លាំងអញ្ចឹងតែកំពុងតែធ្វើទរណកម្មស្ដីឲ្យ Jamie យ៉ាងខ្លាំងបន្ទាប់ពីនិយាយចប់ក្បត់នឹងដាក់កដៃ Jamie ប៉ាត់នៅពេលនេះ Jamie ក៏មិនអាចខ្លាយទៅជា King Slayer ដូចពីមុនទៀតទេព្រោះសារបាត់បង់ដៃស្ដាំមកជាហៀងហើយសាច់រឿង Game of Thrones ភាគទី23ចប់ត្រឹមនេះហើយអ្នកនរគ្នាអញ្ចឹងសូមប្រកាសឈ្មោះអ្នកដែលបានគាំទ្រដល់ admin អ្នកទី1មានឈ្មោះថាសឿនសុភ័ណ្ឌ support admin $1ដោយបានរីម៉ាថាខ្ញុំស្រឡាញ់ការសម្រាយគ្រប់រឿងរបស់ admin ហើយនឹងវងកញ្ចក់ Game of Thrones ឥឡូវ Game of Thrones បានចេញជូនហើយសូមអរគុណអ្នកទី2មានឈ្មោះថាអ៊ួនច័ន្ទរិទ្ធី support admin $5 admin សូមអរគុណធំអ្នកទី3មានឈ្មោះថាអុកផូលី support admin 0.20សូមអរគុណអ្នកទី4មានឈ្មោះថាហុងរដ្ឋា support admin $1កន្លះសូមអរគុណអ្នកទី5គឺជាឆោមទឹក support admin $1 admin សូមអរគុណដល់ឆោមទឹកដែលតែងតែ support ដល់ admin សូមអរគុណធំដល់អ្នកនរគ្នាដែលតែងតែឆ្លាញ់និងគាំទ្រ channel របស់ admin កន្លងមកជូនពរដល់អ្នកនរគ្នាសុខភាពល្អនិងអាយុវែងចាំជួបគ្នាជាមួយ admin វីដេអូក្រោយបាយ